bà sau những việc suốt nó phải mình có PVSO dầu sai chỉ thay bà ngày đi bà cần đặt play cái đấy đơn từ hàng cao cho nó nhưng bác mà play cứ miền sơ sơ tại mixer hay xưa là ta ngày đi miền ở cao lai bao sai bia với ban thời từng hiệp mixer tròn mát bà cứ ngày đi nhưng bác nằm thưa ca tay sủng lấy tranh vì mixer thì mua hai trong đơn thả ta sủng lấy để chạy tranh vì mixer thì mua nó việc không kia rồi biết na hai mua là hai của mấy bạn chỉ biết mixer thay mixer thu thay và chắc chẳng tan tan là ngon đi ok tao ở đâyយើងចាក់ជំនាញនេះសិនតើជួយ share ជួយ like ផងបាទតោះបាទជំរាបសួរអតិថិជនទាំងអស់បាទជាពិសេសfan page របស់ PVSO Yo បាទថ្ងៃនេះគឺយើងមកតាមដានពីរបៀបនៃការប្រើប្រាស់ប្រភេទ mixer ដែលមានប្រភេទខុសៗគ្នាមួយជាប្រភេទ analog មួយទៀតជាប្រភេទ digital ដែលមានតម្លៃមធ្យមនិងមួយទៀតជាប្រភេទ digital ដែលមានតម្លៃយ៉ាងថ្លៃអញ្ចឹងយើងមកដឹងថាតើគុណភាពនៃ speaker គុណភាពនៃ mixer ទាំងនោះវាខុសគ្នាមិនអញ្ចឹងឡើយជួយ share ម្នាក់មួយ live view ឲ្យយើងស្ដាប់បទចម្រៀងលេងតិចសិនទៅកំដរថ្ងៃចុងសប្តាហ៍តោះអូខេចាក់ចម្រៀងលេងឡើយសូមឆ្លើយ comment ណាហើយជួយ share ម្នាក់មួយឡើង view មកសូមឆ្លើយ comment បងរៀមណាងវងអីយោណាងហើយគាត់ថា chim never good never chim អូខេត្រឹមត្រូវបង happy father day brother អូខេបង អូខេឥឡូវសលេងនេះចាក់ចេញពីណាបាទសលេងដែលយើងកំពុងតែធ្វើការចាក់ចេញនេះគឺចេញអំពីកូន mixer តូចប្រភេទ analog គឺ model Alto បាទ brand Alto បាទតម្លៃប៉ុន្មានលុយបាទដែលមានតម្លៃ$360បាទអូខេរៀងក្រែលហើយតម្លៃបាទអញ្ចឹងនេះគឺជាកូន mixer ប្រភេទ analog បាទដែលមាន12 channel បាទហើយរាងតូចស្អាតបាទប្រភេទ analog ដែលមានតម្លៃធូរថ្លៃត្រឹមតែ$360ទេបាទអញ្ចឹងសម្លេងនេះគឺខ្ញុំចាក់ចេញពីប្រភេទ mixer Alto បាទហើយអញ្ចឹងតិចទៀតខ្ញុំនឹងធ្វើការដូរមកប្រភេទ digital វិញថាតើសម្លេងវាប្រែប្រួលយ៉ាងណាបាទតែខ្ញុំគិតថាសម្រាប់បងដែលស្ដាប់ទៅតាមទូរស័ព្ទដៃប្រហែលជាអត់សូវមានអីប្លែកទេដោយសារវាស្ដាប់តាម overlay ទូរស័ព្ទណាបាទអញ្ចឹងនេះតោះអូខេឡើយមើលបើសលេងយ៉ាងខ្លាំងទីមើលហើយតើ mixer ហ្នឹងមានកលុកកលែអីខ្លះមកអូខេតោះបាទអញ្ចឹងថ្ងៃនេះធុងបាសគឺយើងប្រើតាមធុងតែមួយទេមានន័យថាយើងប្រើតែធុងមួយទេហើយយើងដោះដូរ mixer ម្ដងមួយវិញបាទអ្នកoperator ចាំចុចបាត់ពេលគេនិយាយនេះអូខេបាទអញ្ចឹងមិនពេលធុងបាសគឺខ្ញុំប្រើតែធុងមួយ model ទេគឺ Venti បាទ Venti 110A បាទហើយចំណែកឯ mixer គឺយើងប្រើ3អញ្ចឹងយើងដោះដូរគ្នាទៅវិញទៅមកបាទឡើយអូខេយើងនិយាយពីលក្ខណៈសម្បត្តិរបស់ mixer នេះហើយជាមួយនឹងសលេងវាកាក់មករៀបរាប់ប្រាប់អតិថិជនយើងទៅបាទលក្ខណៈសម្បត្តិរបស់កូន mixer Alto នេះបាទគឺវាលក្ខណៈជា mixer បាទដែលមាន12 channel បាទរាងតូចស្ដើងស្អាតបាទជា mixer មិនមែន microphone មែនទេបាទមិនមែន microphone ហើយក៏មិនមែន ampli ដែរបាទអូខេការប្រើប្រាស់របស់វាគឺងាយស្រួលដែលយើងប្រើជាជួរបាទជាជួរជា line បាទយើងឧទាហរណ៍ថាយើងប្រើ input ខាងលើនេះបាទគឺយើងមានការសេរីជាជួរចេះតែម្ដងគឺអត់មានលោកឡំគ្នាទេបាទហើយវាមានPEQ បាទវាមាន PEQ ដើម្បីសេរីសំឡេងបាទធ្ងន់ស្រាលស្រួយបាទហើយសេរីទៅលើកលែងរួចមកធំបាសបាទហើយក៏វាមាន echo បាទមាន echo នៅខាងក្នុងខ្លួនវាស្រាប់តែម្ដងបាទមានច្រើនលេខមែនតើរហូតបាទ effect ហ្នឹងគឺមានរហូតដល់99បាទហើយមិនត្រឹមតែប៉ុណ្ណោះក៏វាមានGEQ បាទ GEQ ដើម្បីសេរី master បានផងដែរបាទអញ្ចឹង mixer នេះវាបានជួយមកផ្នែករៀងក្រែលដែរបាទរបៀបភ្ជាប់ពីណាទៅណាមើលភ្ជាប់ពីណាទៅណាឲ្យរបៀបភ្ជាប់គឺយើងគ្រាន់តែនេះគឺជារុនខាងលើនេះគឺ input បាទយើងមានរុន input ច្រើនរហូតដល់10បាទនេះគឺមាន channel 10ទៀតបាទហើយដល់ពេលរុន output គឺយើងមានបាទពី main នេះឆ្វេងស្ដាំបាទបាទឆ្វេងស្ដាំចូលមកធំបាសណាអូខេតោះឥឡូវសួរថា mixer នេះតម្លៃប៉ុន្មាន$300ជាងបាទ$300ជាងជាប្រភេទ mixer គេ analog បាទអញ្ចឹងប្រភេទ mixer analog
ចឹងខ្ញុំចង់ថ្ងៃនេះចង់មានថាចង់វែងញែកតាក់ទងឲ្យដឹងថាតម្លៃ$300ជាងมันអាចនិយាយបានថាគុណភាពនឹងដូចនេះតម្លៃហ្នឹង បាទ 1800បាទ បាទ គឺវាមិនវាកលុកកលាក់នៃការ option ប្រើនឹងគុណភាពសលេងមិនទៅកា បាទគឺវាចែកខុសគ្នាដាច់តែម្ដងបាទ អូខេ តែក្នុងខ្លួនរបស់ប្រភេទ mixer digital នេះគឺវាមាន function ច្រើនមែនតើវាមានទាំង compress វាមានទាំង gate វាមានទាំងGQ ហើយ GQ វាហ្នឹងគឺ full set តែម្ដងបាទ អូខេហើយសម្រាប់ mixer ដែលមានតម្លៃ1000ជាងនេះអត់អាចតម្លៃថ្មីណា1000ជាង$1800មានការធានាមួយឆ្នាំធៀបមួយ mixer នេះថ្មីនេះគ្នា analog តម្លៃ$300ជាងធានាមួយឆ្នាំដូចគ្នាអញ្ចឹងមានថាអត់តលេងអត់អាចដូចគ្នានឹងកលុកកលាក់នៃគុណសុប្រយោជន៍ក៏អត់អាចដូចគ្នាដែរមែនអត់បាទហើយក៏អត់អាចយក mixer ដែលតម្លៃថ្មី$1800នេះមកប្រៀបធៀបមួយ mixer យ៉ាវមហានេះដែលកាលជំនាន់វាថ្មីគឺតម្លៃជាង$10000បច្ចុប្បន្នវាលែងយ៉ាវមហា LS9 ហើយវា update series មក QL5 បាទ QL5 ហ្នឹងតម្លៃបច្ចុប្បន្នគឺតម្លៃវា$10000ជាងបាទអញ្ចឹងមានថាប្រភេទ mixer digital ពីរហ្នឹងដូចគ្នាបើយើងធៀបថាអូប្រហែលអានេះ1000ជាងអានេះតម្លៃថ្មី10000ជាងអញ្ចឹងបើគិតថាប្រហែលជាគុណភាពដូចគ្នាគឺអត់ទេណាបាទកម្រិតសំឡេងទាល់តែយើងយកមកប្រៀបធៀបមាន mixer 3 4អញ្ចឹងយកមកដាក់ទឹមគ្នាបើយើងដឹងថា speaker យើងពេលដែលយើងដូរ mixer ពី analog មក mixer digital វាខុសគ្នាមិនពេលយើងឡើងអា digital ដែលមានតម្លៃល្មមឡើងមកតម្លៃរៀងថ្លៃតើវាសេរីវាខុសគ្នាមិនណាអូខេមួយវិញទៀតសម្រាប់បងប្អូនដែលទស្សនាក្នុងការ live ប្រហែលជាស្ដាប់អត់ដឹងទេបាទជាស្ដាយដល់ស្ដាប់ផ្ទាល់តែយើងដឹងថាវាប្រែប្រួលមិនបាទព្រោះដោយសារតែការសលេងប្រែប្រួលហ្នឹងវាមានតាមកម្រិតវាដែរបាទអូខេឥឡូវយើងចាក់ analog សិនហើយ analog នេះអាចសេរីឲ្យបានខ្លះវាអត់ទលំទលាយទេបាទវាគ្រាន់តែថាឥឡូវយើងតាក់ទងជាមួយនឹងចង្កឹះ graphic នេះដាក់ graphic បាទមានតែប្រហែលចង្កឹះទេមានតែត្រឹមគីឡូ60គីឡូហឺតមកដល់16គឺវាមានចន្លោះបាទវាអត់ full ទេបាទវាមានចន្លោះឲ្យយើងតាមតែតំបន់សំខាន់នៅក្នុង GQ អញ្ចឹងណាបងបាទ mixer នេះគឺយើងអាចប្រើបានសម្រាប់គីមួយការងារ road show ការងារ road show មានថាយើងលេង event សម្រាប់លក្ខណៈតាមស្តង់តាមអីដែលមានតម្លៃទាបល្មមណាយើងប្រើ analog ទៅវារៀងធន់ថាមួយកម្ដៅថ្ងៃមួយអីចឹងបាទហើយប្រសិនបើមួយទៀតយើងច្រៀងលេងតាមផ្ទះបើសម្រាប់បងដែលកូនចូលចិត្តកែសលេងមែនទេបាទកែសលេងអញ្ចឹងមានថាយើងប្រើ mixer ទៅវាល្អច្រើនបាទវាប្រសើរជាង microphone ឬក៏ echo ជាប់អញ្ចឹងតែវាស្មុគស្មាញបន្តិចមែនទេកែចុះកែឡើងចេះខ្ទេចយ៉ាងណាថាគាត់មានអកម្ដាលពីតាមម្ដាលអីគឺគាត់អាចប្រើមួយឈុតតូចនេះបានបាទនិយាយទៅអានេះលេខអកកណ្ដងបានបានមកបាទអូខេតោះឥឡូវចាក់សលេងមួយមកចេញវាហ្នឹងឲ្យសេរីមកខ្ញុំចាក់ចេញពី mixer ហ្នឹងចូលមកធុង high លេខ venti លេខ110A ណាបាទតោះហើយចំពោះការចាក់សម្លេងនេះផងដែរគឺអត់មានការសេរី EQ ទេបាទគឺ normal ទាំងអស់ណាបាទគឺស្មើត្រង់ទៅ channel input ទាំង3 mixer គឺយើងដាក់ normal channel input នេះ gain អានេះ gain អានេះ EQ វានេះ3នេះEQ មានអីគេមាន high មានអីគេមាន high មាន mid មាន low បាទហើយនេះវិញគឺអុកអាវបាទអត់មានធ្វើអីទេ បាទអានេះគឺ effect បាទអានេះគឺ balance ឆ្វេងស្ដាំបាទហើយនេះគឺជាកើអូខេឥឡូវយើងមកចាក់មក digital វិញបាទបងដូរឥឡូវសុំដូរខ្សែបាទនេះខាងអ្នកបច្ចេកទេសជំនួយការពិសេសបាទអត់គាត់ធំបាត់លឺលើហើយបាទអូខេអញ្ចឹងមានថាសុំបញ្ជាក់មានថាពេលដែលយើងប្រើរបស់អីក៏ដោយយើងមាន2ប្រៀបធៀបគ្នាគឺយើងដឹងថាមួយណាប្រសើរជាងមួយណាអន់ជាងអាហ្នឹងប្រភេទ mixer ដូចគ្នាអញ្ចឹងចង់និយាយបានថាមិនមែនទេ mixer digital ដូចគ្នាវាលឺដូចគ្នាអត់ទេប្រសិនបើយើងចាក់ចេញខ្ញុំឥឡូវខ្ញុំប្រើធុងតែមួយទេបាទខ្ញុំប្រើធុងតែមួយទេអញ្ចឹងមានន័យថាធុងតែមួយនេះគឺនឹងប្រែប្រួលសលេងទៅតាមប្រភេទ mixer បាទអញ្ចឹងខ្សែចាក់គឺ3បាទនេះអញ្ចឹងមានន័យថាឥឡូវខ្ញុំមើលតាក់ទងជាមួយនឹងរុនខាងក្រោយបាទខាងនេះគេតម្លៃថ្លៃតែតាក់ទងជាមួយនឹង option នៃការប្រើប្រាស់មានថានេះ1800តារៀលមួយឆ្នាំ brand Behringer បាទគឺអែមែនតើនិយាយទៅចង់និយាយបានថាគឺវាងាយស្រួលប្រើអត់ពិបាកទេពេលខ្លះអតិថិជនមួយចំនួនគាត់ថាចេះអា mixer នេះញ៉ែញ៉ាយតាមពិតវាអត់មានញ៉ែញ៉ាយទេដល់ញ៉ែញ៉ាយដោយសារតាម channel វានេះឃើញមួយសេរីអញ្ចឹងណាបាទអញ្ចឹងកាប់ពិតអត់មានញ៉ែញ៉ាយមកដល់ digital គាត់ទៅស្រួលប្រើទៀត save ហើយ save ជាប់យកបងនឹងមកមើលកាក់រៀបរាប់ប្រាប់ពុកម៉ែបងប្អូនតិចមើលហើយទូរស័ព្ទធៀបមកជួយនេះបង
បាទបងបាទអញ្ចឹងខ្ញុំប្រាប់ពីលក្ខណៈនៃការប្រើប្រាស់ងាយស្រួលរបស់ digital គឺវាងាយស្រួលត្រង់ថាវាជាប្រភេទ mixer ដែលងាយស្រួលក្នុងការសេរីអញ្ចឹងណាឧទាហរណ៍ថាបើសិនជាបងប្អូនជាយកទៅប្រើប្រាស់គឺពួកខ្ញុំបាទឧទាហរណ៍ថាពួកខ្ញុំបាទជាអ្នកបច្ចេកទេសហ្នឹងគឺនឹងទៅធ្វើការសេរីជូនបងប្អូនហើយគឺយើងអាច store ទុកបាទគឺយើងអាច store ទុកអញ្ចឹងការប្រើប្រាស់គឺអត់មានអីពិបាកទេបងប្អូនបាទគឺងាយស្រួលហើយដល់ពេលបងប្អូនប្រើប្រាស់គឺយើងគ្រាន់តែថែមថយជាមួយនឹងចង្កឹះនេះទេហើយករណីមួយទៀតឧទាហរណ៍ថាមានបងប្អូនរបស់អតិថិជនទាំងអស់ហ្នឹងមានគាត់មកសេរីលេងគាត់មកទាញចង្កឹះនេះលេងអីចឹងណាអញ្ចឹងយើងអាចលោតទៅ preset របស់យើងវិញបានបាទយើងអាចលោតទៅ preset របស់យើងបាទនេះនេះយើងអាច store បានច្រើនមែនតើបាទគឺយើងអាចបានរហូតដល់មើលលេខរៀងវាបាទនៅខាងក្រោមច្រើនមែនទេនេះអូបានរហូតដល់99 preset ផ្សេងគ្នាទាំងអស់បាទអញ្ចឹងអត់ពិបាកទេបាទនិយាយទៅមានអ្នកណាគេមកប៉ះពាល់ក៏ដោយបាទយើងគ្រាន់តែ load ចូល preset ដែលយើង save យើងអាច rename ឈ្មោះបាទឧទាហរណ៍យើង rename ឈ្មោះយើងចង់សរសេរឈ្មោះអីឥឡូវឧទាហរណ៍ថាខ្ញុំបាទឈ្មោះកណ្ណាអញ្ចឹងណាយើងអាចសរសេរបាទ save ដាក់ករណាបាទករណាឬក៏ដាក់កអញ្ចឹងទៅបាទ nickname បាទដល់ពេលរួចមានអ្នកប៉ះពាល់បងប្អូនគ្រាន់តែ load ចូលពាក្យឈ្មោះខ្ញុំវិញបាទនេះជាប់ហើយបាទជាប់ឈ្មោះខ្ញុំហើយបាទអញ្ចឹងងាយស្រួលមែនតើដល់ពេលយើងគ្រាន់តែ load មកពាក្យហ្នឹងមកនេះយកពាក្យ OK មកគឺ preset ទាំងអស់វានឹងរត់មកដើមវាទាំងអស់តែម្ដងបាទគឺវាអត់មាននេះទេឧទាហរណ៍ឥឡូវខ្ញុំទាញតម្លាក់ខ្ញុំតម្លាក់ចង្កឹះនេះចុះបាទមិញខ្ញុំរុញចេះបាទឥឡូវខ្ញុំតម្លាក់ចង្កឹះនេះចុះបាទឥឡូវខ្ញុំ load ចូលឈ្មោះខ្ញុំមិញបាទ load ចូលបាទអូខេហើយចុច OK មកបាទបងប្អូនឃើញទេរត់ឡើងមកវិញទាំងអស់បាទរុញបានប៉ុណ្ណាគឺវាជាប់ប៉ុណ្ណឹងហ្មងបាទអញ្ចឹងបញ្ជាក់ម្ដងទៀតខ្ញុំតម្លាក់ចុះណាបាទបងជួយសកត់ចូលឈ្មោះខ្ញុំតិចមកឲ្យបងប្អូនឃើញជំរឿវារត់មិនបាទ load OK មកបាទក្រឹបបាទអញ្ចឹងវា load មកដើមវិញទាំងអស់តែម្ដងអញ្ចឹងសម្រាប់ការសេរីដែលពីពួកខ្ញុំទៅទាំងប្រហែលហ្នឹងគឺវានឹង load មកវិញសារដើមវិញទាំងអស់អញ្ចឹងប្រភេទ digital គឺវាស្រួលអញ្ចឹងឯងបាទបងប្អូនឃើញការប្រើប្រាស់បេតុងវាច្រើនគឺវាអត់ពិបាកទេបាទវាអាច store បានច្រើនហើយបើសម្រាប់បងប្អូនអ្នកអាជីពវិញដែលគាត់យកទៅលេងជាមួយនឹងអកកេះអកកដងវាមាន function វាច្រើនមែនតើវាមាន gate បាទវាមាន dynamic បាទហើយ gate នេះជាអីគេបងប្អូនខាងបច្ចេកទេសគាត់អាចដឹងហើយគឺជាការកាត់សម្លេង noise បាទ noise ខាងក្រៅសម្លេងខាងក្រៅយើងហ្នឹងណាបាទយើងមាន compressor យើងមានអីច្រើនមែនតើបាទសម្រាប់បងប្អូនដែលប្រើប្រាស់មួយឧបករណ៍ score ឧបករណ៍អីហ្នឹងគឺគាត់ត្រូវការប្រើជាមួយ gate compress អីហ្នឹងណាបាទអញ្ចឹងបើសិនជាបងប្អូនប្រើជាមួយប្រភេទ analog គឺយើងត្រូវការថែមគ្រឿងក្រៅអស់ច្រើនមែនតើអាចនិយាយថាមកទូកពស់នេះអីមិនស្រួលមិនតាន់អស់គ្រឿងវាផងបាទព្រោះដោយសារតែគ្រឿងវាផ្សេងគ្នាប៉ុន្តែបើប្រៀបធៀបជាមួយនឹងប្រភេទ digital គឺវាបណ្ដុំឧបករណ៍មកទូនោះចូលនៅក្នុងខ្លួនវាតែមួយគត់បាទអញ្ចឹងអត់មានអីញ៉ៃទេមានន័យថាចេញតែពី mixer ទៅយើងអាចចូលទៅលេងនៅធុងបានតែម្ដងបាទអូខេឥឡូវជួយ share អ្នកមួយមកឥឡូវស្ដាប់បទចម្រៀងលេងសិនទៅហើយថ្ងៃនេះចាំតាមដានទាំងអស់គ្នាគឺខ្ញុំឲ្យកណ្ណាធ្វើតេស្តទាំង3ហ្នឹងតាក់ទងមួយ microphone ធាយក microphone ខ្សែ SM58 សួរ SM58 មួយឲ្យតេស្តឈៀងទៀតបាទសាកថាតើគុណភាពសលេងមួយរបៀបម៉េចបាទឡើយចាក់ចេញពីណាអូខេចាក់ចេញពីនេះណាអូខេX32 Compact អូខេ Behringer 1800មកតោះសលេងបាទខ្ញុំគិតថាបើប្រៀបធៀបសំឡេង Alto ជាមួយនឹង Behringer ខ្ញុំគិតថា Alto រៀងចេញ high ជាងបាទតែដល់ពេល Behringer សំឡេង mid មានតែសំឡេងកណ្ដាលសំឡេង solo វារៀងច្បាស់ជាងបាទអញ្ចឹងវាមកបែបម្នាក់ឯងបាទពីរនេះចាំមើលតិចទៀតយើងស្ដាប់ម្ដងយ៉ាងមហាតែវាប្លែកទៅទៀតបាទនិយាយទៅកលុកកលៈនៃការប្រើគឺប្រភេទ mixer digital គឺយើងមើលទៅវាចាយលុយច្រើនមែនបាទតែគឺយើងប្រើយើងអត់បារម្ភអីមានន័យថាពេលដែលថាឥឡូវយើងបិទចោលមានអ្នកណាមូលអីចឹងណាធម្មតាឥឡូវពេលដែលយើងបិទចោលអញ្ចឹងអ្នកណាមូលដល់ពេលយើងចាប់ផ្ដើមបើកឡើងវិញគឺវារ៉ាន់ដល់ខ្លួនវាទាំងអស់វិញបាទអញ្ចឹងគឺវាអែមណាបាទហើយគឺគុណភាពក៏នេះដែរមកសូមអាន comment តារាលុយណាបាទបងអរគុណច្រើនអញ្ចឹងគឺអញ្ចឹងយើងត្រូវចាំមួយថាប្រសិនបើយើងធ្វើអីមួយយើងអត់មានរបបប្រៀបធៀប
dương ở đằng thì bộ để sao dương đừng chạy bằng đồn chẳng bộ sân thì dương sẽ đạp đảo viên mũi thằng ô em ơi ba em mà mẹ mày sơ đi tao ô xử lý lâu em này chia ba tái pe để dương miên là bỏ mũi tiết vô một điệp thiệp thấy can na để dương đạo viên sẽ đạp vào đòn đón với dương ở sân đằng ấy bộ đạp pi tâm kia chẳng pi bay tâm kia chứ hay chạy tranh ngồi thông luôn tại mũi với bà chẳng biết hai dương là đằng cô nó phải xử lý những cái prai pro là việc mày bạt bông okแล้วมาจะนังมั้งบ้าสมัยยืนสลับตัวคือยืนดังไฟมองสไลด์ไฟมันแบบไฟปีอะขวะปีละออแต่ขวะคือไฟปีสไลด์ท่อมานะมาสไลด์มาซ่าบ้านั่งไงต่อรูเจียรูเจียในทางนี้ใบสายชูใบสายชูบองตีบ้าทางนี้ใบสายชูบองตีแถม มีสายขวะที่ ไม่ใส่ขวะโอเคระเบียบจังอะbàเคยได้baเชียงประเภทอันนั้นล็อกบ้า โอเคแล้วโอเปเตอร์สวิตช์เชิงเขิมมาเนี่ยสวิตช์เชิงเขิมเราจะนับโดมวยเตี้ยมาไม่เซอร์นี่ดองนี่ยาวมาผลัดในญี่ปุ่นนะบ้าnhưng mà chuyệnที่ไม่ทางไม่เซอร์ตรงนี้คือไม่เซอร์นี่เบรนเจอร์บ้าผลัดในจันไม่เซอร์นี่ก็ผลัดในจันได้ท้ายจำนายไม่เซอร์นี่บอลดำไหลทำไมวิ่งผลัดในญี่ปุ่นดำไหลทำไมดำไหลวิเชียงมาเมินมาดอลเลยสินั่งชมผลัดได้อายุคนี้เฉินไหนนะนี่จะดิจิทัลบอลยาวมาฮะ30 ปีชแนลนี่ได้มีชั่วโมงทักอะไรนายหลังนั้นคืออัปเดตมาสิทำไมคือชูอัลไฟชั่วโมงวิ่งยาวมาชูอัลไฟคือดำไหลวิเชียงมาเมินดอลลาร์แต่มิกเซอร์นี่คือผลัดในประเทศญี่ปุ่นได้ดอง made in Japan บ้าเชียร์ไซว่าเชียร์ไซเห็นอาคารการไลฟ์น่ะมาต่อติดโอ้ไม่เชียร์ไซนะmìnhบองกอดพี่นิวกอดคอมาให้ขยมกลมโปรจบไลฟ์tay còn bằng thế mà chẳng lỡ tam đàn ngọc nè ba mẹ chia sẻ buộc mai bông bông tay chôn nó ba cặp bung tay chui xe vươn máu mà tao lỡ nhom sông pa ca lai xanh tay tiết cứ nhom lai mà đòn tiết á chia sẻ ba để xa ra u tay ba để xa mình phiêu còn chơi máu và con mình tên mà chạm tính á nhưng mà chia sẻ ba để xa còn kho máu và chẳng đặt ca lai chứ mà